nhiều sốបង នេះគឺជារបៀបដំឡើង Using PI System សម្រាប់ហាងកាហ្វេ ភោជនីយដ្ឋាន ឬក៏ pub ឬ KTV អញ្ចឹងនៅក្នុងហ្នឹងគឺយើងមាន sticker ពី deck shoot យើងមាន adapter មួយយើងមាន vision card ដែលនៅក្នុងនេះបងអាចធ្វើការ scan QR ដើម្បីចុះទៅក្នុង YouTube channel មួយជាវីដេអូនៅក្នុងការប្រើប្រាស់របស់ Using PI System ហើយមួយវិញទៀតគឺយើងមានជាលេខកូដសម្ងាត់ដែលបងអាចធ្វើការវាយចុះទៅក្នុង tablet ដើម្បីប្រើប្រាស់ Using PI System បានហើយក៏យើងមានជា tablet មួយគ្រឿងយើងមាន printer មួយគ្រឿងហើយបន្ទាប់មកគឺយើងមាន screen សម្រាប់ការពារ tablet របស់បងនិងមានស្រោមសម្រាប់ដាក់ tablet របស់បងជាដំបូងរបស់3យ៉ាងដែលបងត្រូវការមានសម្រាប់ការ set up គឺមាន tablet adapter ជាមួយនឹង printer របស់យើងបន្ទាប់មកបងត្រូវវាយបញ្ចូលលេខសម្ងាត់ទៅក្នុងគណនីនៅក្នុង Using app របស់យើងនៅក្នុងនោះគឺយើងមាន email ហើយនិង password បន្ទាប់មកគឺយើងត្រូវការវាយ pin code ចុច OK បន្ទាប់មករងចាំដើម្បីចុចទៅក្នុងគណនីរបស់បងក្នុងកំឡុងពេលរងចាំបងអាចធ្វើការបើក printer យើងបានចឹងយើងបើកមកគឺយើងមានសៀវភៅណែនាំដែរហើយបងត្រូវការដក printer ចេញហើយបងត្រូវការយកខ្សែដើម្បីដោតភ្លើងជាមួយនឹងខ្សែ USB របស់យើងខ្ញុំនឹងមកបរៀនបងពីរបៀបដាក់ក្តាស់នៅក្នុង printer អញ្ចឹងយើងចុចនៅកន្លែងនេះមកដើម្បីបើក printer របស់យើងបន្ទាប់មកគឺយើងដាក់ក្តាស់ចូលតែមុនដាក់បងត្រូវមើលសិនពីខាងយើងមានពីរខាងគឺស្ដើងនិងគ្រើមអញ្ចឹងបងដាក់ខាងស្ដើងនេះនៅឡងនេះនៅខាងលើហើយបន្ទាប់មកបងទាញវាចេញមកខាងក្រៅបន្តិចមកហើយបន្ទាប់មកបងបិទរួចរាល់បន្ទាប់មកទៀតគឺយើងត្រូវការដោត printer របស់យើងទៅកាន់អគ្គិសនីរបស់យើងអញ្ចឹងយើងយកក្បាលមួយនេះយើងមកដោតចូលខាងក្រោយនេះមកអញ្ចឹងរួចរាល់ហើយយើងយកខ្សែរបស់យើងទៅដោតជាមួយនឹងព្រីភ្លើងបន្តមកទៀតគឺយើងឃើញប៊ូតុងនៅនេះយើងចុចបើកមកឃើញពណ៌បែបនេះគឺមានថា printer យើងដំណើរការបន្តមកទៀតគឺយើងយក adapter ចេញមកហើយបន្ទាប់មកយើងដោតជាមួយនឹងខ្សែ USB របស់ printer នេះយើងដោតមួយ USB របស់ printer ហើយបន្ទាប់មកយើងយកក្បាល USB-C នេះដើម្បីដោតចូលទៅក្នុង tablet របស់យើងចំពោះក្បាលមួយខាងទៀតរបស់ USB នេះគឺយើងដោតចូលទៅក្នុង printer របស់យើងនៅកន្លែងនេះបងប្អូនយើងដោតចូលមកអូខេរួចរាល់ជាការស្រេចបន្ទាប់មកបងអាចវាលេខកូដបញ្ចូលបានហើយយើងទៅជ្រើសរើសញ៉ាំនៅក្នុងហាងអញ្ចឹងយើងមកដល់ផ្ទាំងកន្លែងដែលបងត្រូវការរៀបចំតុហើយអញ្ចឹងដើម្បីរៀបចំតុបានបងចូលទៅក្នុងកន្លែងទ្រេ3នេះតុមកចូលទៅក្នុងការកំណត់បន្ទាប់មកទៀតចូលទៅក្នុងពាក្យហាងបន្ទាប់មកទៀតបងចូលទៅក្នុងប្លង់ហាងនៅកន្លែងនេះគឺយើងអាចធ្វើការដាក់ប្លង់តុរបស់បងបានហើយអញ្ចឹងតុរបស់យើងមានជារូបរាងផ្សេងនិង decor ផ្សេងបងអាចធ្វើការ select បានបន្ទាប់មកបងអាចទាញយកមកដាក់ហើយវានឹងមានលេខតុដែលបងអាចធ្វើការវាយតាក់ទងទៅនឹង edit លេខតុបានកែប្រែអញ្ចឹងថាបងដាក់តុលេខ15 14ឬក៏លេខ20ឬក៏លេខ5អីចឹងណាអញ្ចឹងបងអាចដាក់បានតមកទៀតយល់ព្រមអញ្ចឹងវានឹងខុសទៅជាតុលេខ5ហើយបងអាចគ្រាន់តែទាញយកមកដាក់រៀបជាជួរតាមអ្វីដែលបងចង់បានឬក៏ពង្រីកពង្រួមទៅតាមទំហំដែលបងចង់បាននៅកន្លែងនេះអូខេឬក៏បងអាចបវល់វាដើម្បីចេញជារាងផ្សេងបានចាអញ្ចឹងនេះគឺជាឧទាហរណ៍អញ្ចឹងយើងអាចចេញទៅខាងក្រៅវិញអញ្ចឹងបងនឹងមើលឃើញប្លង់តុដែលយើងបានធ្វើបាញ់នៅលើនេះហើយអញ្ចឹងពួកយើងមកសិក្សាពីពណ៌តុម្ដងពណ៌តុរបស់យើងគឺមាន5ពណ៌ទាំងអស់ពណ៌ទី1គឺពណ៌ប្រផេះបែបនេះមានន័យថាតុរបស់យើងគឺនៅទំនេរអត់ទាន់មានអតិថិជនមកអង្គុយនៅក្នុងហ្នឹងទេពណ៌ទី2គឺពណ៌ក្រហមមានន័យថាតុនេះត្រូវបានបើកហើយប៉ុន្តែអត់ទាន់មានការ order ទេអតិថិជនបងគាត់នឹងអង្គុយលេងចាំប្រភពគាត់អីចឹងណាពណ៌ទី3គឺពណ៌បៃតងពណ៌បៃតងមានថាគាត់បាន order ហើយម្ហូបអាចនឹងកំពុងតែមកដល់តុឬក៏កំពុងតែញ៉ាំពណ៌ទី4គឺពណ៌លឿងមានន័យថានៅពេលដែលគាត់ញ៉ាំរួចគាត់ត្រូវការគិតលុយគាត់នឹងឲ្យបង print តាក់ទងទៅនឹងបងមួយដើម្បីឲ្យគាត់ពិនិត្យមើលថាទឹកប្រាក់របស់គាត់ត្រឹមត្រូវអត់បន្ទាប់មកទៀតចុងក្រោយគេគឺពណ៌ទឹកសមុទ្រគឺមានថាគាត់បានបង់ប្រាក់ហើយប៉ុន្តែយើងអត់ទាន់បានបិទតុនៅពេលដែលបងចូលតុពណ៌ទឹកសមុទ្រហ្នឹងដើម្បីបង់ប្រាក់បិទតុអញ្ចឹងវានឹងខ្លះទៅជាតុទំនេរដដែលសូមស្វាគមន៍មកកាន់ការលក់អញ្ចឹងហាងរបស់បងគឺយើងមានពេលបើកនិងមានពេលបិទ PI System យើងក៏ដូចគ្នាដែរមុនពេលដែលបងអាចលក់បានបងត្រូវការចូលមកកន្លែង Tray 3នេះ
ចូលទៅកាន់របាយការណ៍ប្រចាំថ្ងៃបន្តមកទៀតបងនឹងឃើញពាក្យបើកវេនបងចុចទៅលើវាតមកបងអាចដាក់ប្រាក់តាក់ទងទៅនឹងសម្រាប់យើងអាប់ជូនអតិថិជនបានបើសិនជាបងមានទេបងអាចចុចបើកវេនបានអញ្ចឹងបងអាចធ្វើការជាការលក់បានហើយដើម្បីឲ្យតនន័យការលក់របស់បងមានភាពត្រឹមត្រូវនិងសុក្រិតបងត្រូវតែបិទហាងបើសិនជាបងបិទហាងទេតនន័យរបស់បងនឹងធ្វើការឆ្លងថ្ងៃទៅថ្ងៃស្អែកហើយអញ្ចឹងតោះយើងមកបិទហាងទាំងអស់គ្នាអញ្ចឹងយើងចូលទៅកន្លែង 3 ដដែលបន្ទាប់មករបាយការណ៍សរុបប្រចាំថ្ងៃបន្តមកទៀតបងឃើញពាក្យបិទហាងបិទវេនអញ្ចឹងបងអាចចុចទៅលើនឹងបានហើយបងអាចធ្វើការវាយទឹកប្រាក់នៅក្នុងដៃបងដែលជាទឹកប្រាក់សុទ្ធហ្នឹងចូលទៅបានឬក៏បើសិនជាយើងអត់ទាន់មានទេយើងអាចធ្វើការចុចរក្សាទុកហើយបងអាចបិទវេននៅកន្លែងនេះបានរួចរាល់ជាការស្រេចអញ្ចឹងយើងចូលមកដល់វគ្គមួយទៀតគឺវិធីបង្កើតផលិតផលសម្រាប់លក់អញ្ចឹងការបង្កើតផលិតផលរបស់យើងគឺយើងចេះចេញជា3ជំហានទី1គឺបងត្រូវការបង្កើតប្រភេទបន្ទាប់មកផលិតផលបន្ទាប់មកទៀតគឺជម្រើសនៃផលិតផលឬក៏យើងហៅថា product option ដូចជាស្ករទំហំអញ្ចឹងដើម្បីងាយស្រួលគឺយើងចូលមកបង្កើតប្រភេទមុនអញ្ចឹងបងចូលទៅកន្លែងផលិតផលបន្ទាប់មកពាក្យប្រភេទបន្ទាប់មកនៅខាងនេះបងឃើញប៊ូតុងពណ៌ក្រហមមួយបង្កើតប្រភេទបន្ទាប់មកនៅពេលដែលយើងចូលមកគឺយើងមានរូបភាពបងអាច upload រូបភាពបានវាយឈ្មោះជាភាសាអង់គ្លេសនិងវាយឈ្មោះជាភាសាខ្មែរបានធ្វើការវាជាមួយនឹងភាសាឈ្មោះភាសាអង់គ្លេសនិងឈ្មោះភាសាខ្មែររបស់ប្រភេទយើងហើយបងចុះមកដល់ខាងក្រោមចុចពាក្យបង្កើតនេះអញ្ចឹងប្រភេទរបស់យើងនឹងធ្វើការបង្កើតរួចរាល់បន្ទាប់គឺយើងបង្កើតផលិតផលអញ្ចឹងដើម្បីបង្កើតផលិតផលយើងចូលមកកន្លែងផលិតផលខាងលើនេះបន្តមកទៀតបងមកខាងនេះមានពាក្យបង្កើតផលិតផលចុចទៅលើវាយកពាក្យបង្កើតផលិតផលមួយទៀតបន្ទាប់មកគឺដូចគ្នាយើងវាយតាក់ទងទៅនឹងឈ្មោះអង់គ្លេសនិងឈ្មោះជាភាសាខ្មែរអញ្ចឹងបន្ទាប់ពីយើងបានវាយជាមួយនឹងឈ្មោះអង់គ្លេសនិងខ្មែរហើយយើង scroll ចុះខាងក្រោមរហូតដល់តម្លៃចាំបងវាយបញ្ចូលតម្លៃមកឧទាហរណ៍ថាតម្លៃមច្ឆាឡាតេរបស់យើងគឺ5000រៀលចុចគ្រីសបន្ទាប់មកទៀតបើសិនជាបងមានពុនបងអាចដាក់ពុនបានបើសិនជាអត់មានទេ scroll ចុះមកខាងក្រោមបន្ទាប់មកយើងបន្ថែមប្រភេទដែលយើងបានបង្កើតបំបញ្ញមិញអញ្ចឹងបងអាចរកបានមច្ឆាឡាតេនៅប្រភេទរបស់យើងអញ្ចឹងចុចមកអូខេរួចរាល់បន្ទាប់មកទៀតយើងចុះមកដល់ខាងក្រោមយើងជួយវាបង្កើតអូខេអញ្ចឹងបងនឹងឃើញថាផលិតផលដែលបងទៅបង្កើតឡើងគឺនៅលើគេនេះឥឡូវយើងមកបង្កើតជម្រើសផលិតផលអញ្ចឹងយើងចូលមកអញ្ចឹងបងមានពាក្យបង្កើតជម្រើសផលិតផលចុចទៅលើវាបន្ទាប់មកបងអាចវាយជាភាសាអង់គ្លេសនិងភាសាខ្មែរឈ្មោះជម្រើសផលិតផលរបស់បងអូខេអញ្ចឹងបន្ទាប់មកទៀតគឺយើងមានឈ្មោះប្រភេទផលិតផលរបស់បងអញ្ចឹងមានជា size អញ្ចឹងយើងមាន size S បងអាចដាក់អក្សរអង់គ្លេសទាំងពីរបាន size S បន្ទាប់មកទៀតយើងបន្ថែមបងមានដល់ size M ឬក៏ size L អញ្ចឹងបងមាន size M ទៀត size M បន្ទាប់មកទៀតគឺយើងត្រូវជ្រើសរើសនៅអបបរមាណអតិបរមារបស់យើងមានថាតើបងអាចជ្រើសរើសចំនួនប្រមាណជំរើសនៅក្នុងនឹងអញ្ចឹងណាអញ្ចឹងភាគច្រើនគឺជំរើសទំហំគឺយើងមានតែមួយឯនៅក្នុងមួយ order អញ្ចឹងយើងអាចជ្រើសរើសពាក្យមួយបានបន្ទាប់មកទៀតអតិបរមាក៏មួយដែរដោយសារយើងរើសបានតែមួយអញ្ចឹងបន្ទាប់មកទៀតគឺយើងដាក់តម្លៃបើសិនជាទំហំឬក៏ជម្រើសរបស់បងមានតម្លៃចុះថាទំហំ S របស់បងអូនគឺមានតម្លៃបន្ថែមពីលើធម្មតា1000រៀលទំហំ size M របស់បងអូនគឺពីលើតម្លៃធម្មតាចំនួន2000រៀលអញ្ចឹងយើងអាចបង្កើតហើយបន្ទាប់មកយើងជ្រើសរើសផលិតផលដើម្បីដាក់ចូលចុះថាផលិតផលរបស់បងអូនគឺយើងមានឆាឡាតេអញ្ចឹងមកអាចជ្រើសរើសហើយបន្ទាប់មកទៀតនៅពេលដែលបងបានឃើញបែបនេះហើយយើងអាចធ្វើការចុចបង្កើតអញ្ចឹងតែប៉ុណ្្នេះមានន័យថាជម្រើសទាំងអស់នេះនឹងបាននៅក្នុងផលិតផលរបស់បងហើយអញ្ចឹងយើងចូលមកដល់ការលក់អញ្ចឹងដើម្បីបញ្ជាការលក់បងអាចធ្វើការចូលទៅក្នុងតុរបស់បងដែលបងចង់បើកចុច2ដងអញ្ចឹងវានឹងចូលទៅដល់ក្នុងម៉ឺនុយរបស់បងហើយចូលថតថាបងចង់ទៅក្នុងប្រភេទមួយណាបងអាចចុចមកអញ្ចឹងបងអាចធ្វើការចុច order 1 2 3ឬក៏បើសិនជាប្រភេទមួយហ្នឹងជាប្រភេទ coffee បងអាចធ្វើការរើសជារបស់បន្ថែមនិងជាតិស្ករបានរួចរាល់បន្ទាប់មកបងអាចធ្វើការផ្ញើទៅចង្ក្រានចុចពាក្យផ្ញើដើម្បីផ្ញើទៅចង្ក្រានបែបនេះដើម្បីខាងចុងភៅគាត់អាចធ្វើបានបន្ទាប់ពីនឹងទៀតនៅពេលដែលអតិថិជនបងគាត់ធ្វើការទទួលជាមុខម្នួយរបស់គាត់ហើយគាត់ត្រូវការបង់លុយគាត់ត្រូវការយកបងដើម្បីទៅទៀងទាត់បងចុចពាក្យបោះពុម្ពចំណាំនេះអញ្ចឹងយើងមានជា
bóngឬក៏បងបងខ្លះហៅថា bill ដើម្បីអតិថិជនក៏អាចទៀងទាត់បានថាតើគាត់ order គេខ្លះហើយទឹកប្រាក់ចំនួនប្រមាណអញ្ចឹងនៅពេលដែលអតិថិជនបងបងបានទៀងទាត់ហើយយើងអាចធ្វើការបង់ប្រាក់បានហើយអញ្ចឹងបងបងចុចទៅក្នុងប៊ូតុងពណ៌ Q នេះពីបង់ប្រាក់បន្តមកទៀតបងបងទៀងទាត់ថាតើទឹកប្រាក់បងបងត្រឹមត្រូវនៅហើយបងអាចបង់ជារៀលកម្ពុជាយើងក៏បានឬក៏បដូរជាទឹកប្រាក់ទៅកាន់ជាដុល្លារអាមេរិកក៏បានអញ្ចឹងតើតើទៅនឹងការបង់ប្រាក់នឹងដែរក្នុងករណីដែលអតិថិជនបងបងគាត់ឲ្យជាกระดาษដុំមកបងបងអាចវាយតើតើទៅនឹងกระดาษដុំនឹងបានឧទាហរណ៍ថា$50អញ្ចឹងបងបងនឹងមើលឃើញកន្លែងដែលយើងអាចធ្វើការអាប់ទឹកប្រាក់បានហើយអញ្ចឹងជាដុល្លារឬក៏ជារៀលទៅតាមចិត្តបងបងបន្ទាប់មកបងបងអាចធ្វើការចុចទៅកាន់របៀបនៃការបង់ប្រាក់របស់យើងជាទឹកប្រាក់សុទ្ធ cash ឬក៏ទៅតាមធនាគារឬក៏បាគងអូខេអញ្ចឹងយើងចុច cash អញ្ចឹងគេនឹងសួរថាបងបងអាប់ទឹកប្រាក់ជូនអតិថិជនវិញតាមណាអញ្ចឹងយើងអាចចុចជា cash អញ្ចឹងស្រាប់បានយល់ព្រមអញ្ចឹង receipt របស់យើងនឹងធ្វើការ print មកបែបនេះហើយបងបងអាចធ្វើការបិទតុកបានឬក៏បើសិនជាអតិថិជនបងបងក៏អត់ទាន់ងើបចេញពីតុកទេបងបងអាចធ្វើការថយក្រោយមកបានអញ្ចឹងបងនឹងបិទតុកដោយសារអតិថិជនគាត់ងើបចេញហើយអញ្ចឹងតុករបស់យើងគឺ available ឡើងវិញអញ្ចឹងឥឡូវនេះយើងមកដល់វិធីបង្កើត payment method ឬក៏របៀបនៃការបង់ប្រាក់របស់យើងអញ្ចឹងយើងមាន cash យើងមាន QR ប៉ុន្តែបើសិនជាបងបងមានជាធនាគារផ្សេងបងបងអាចធ្វើការបង្កើតដោយខ្លួនឯងបានអញ្ចឹងយើងចូលមកប៊ូតុង3នេះយើងចុចទៅក្នុងការកំណត់បន្ទាប់មកទៀតយើងចុចទៅក្នុងហាងយើងចុចទៅក្នុងពាក្យហាងម្ដងទៀតហើយយើងមានជាព័ត៌មានហាងរបស់យើងចឹងនៅពេលដែលបងចូលទៅគឺយើងមានតកតងទៅនឹងវិធីសាស្ត្រទូទាត់អញ្ចឹងបងបងអាចធ្វើការបង្កើតឬក៏បើកតកតងទៅនឹងវិធីសាស្ត្រទូទាត់របស់យើងបានឧទាហរណ៍ថាបងមាន ABA ឬក៏ AC Lida អញ្ចឹងបងអាចធ្វើការបើកហើយបងអាចត្រឡប់មកវិញចូលដល់ក្នុងការលក់អញ្ចឹងបងប្អូនបើកតុកនឹងវិញចូលទៅក្នុងការទូទាត់ចាំបងមាន ABA ឬក៏ AC Lida ដើម្បីទូទាត់ទឹកប្រាក់ឯងអញ្ចឹងចំពោះការ printing គឺយើងចែកចេញជាពីរប្រភេទមួយគឺជា order ទៅកាន់ចក្រានសម្រាប់ចុងភៅមួយទៀតគឺជា receipt សម្រាប់អតិថិជនបងគាត់អាចពិនិត្យមើល order របស់គាត់អញ្ចឹងសម្រាប់ការចង្ក្រានគឺយើងមានប្រភេទអញ្ចឹងតើជាប្រភេទអីគេញ៉ាំនៅក្នុងហាងមានជាថ្ងៃខែមានជាលេខតុកដើម្បីខាងចុងភៅគាត់ដឹងអញ្ចឹងណាថាមកពីតុកណាហើយនឹងមានចំនួនមួយទៀតគឺយើងមានជាប្រភេទ receipt សម្រាប់អតិថិជនបងយើងមានជា logo យើងមានជាទម្រង់ផ្សេងដែលបងអាចធ្វើការកែប្រែដោយខ្លួនឯងបាននៅក្នុង system អញ្ចឹងបន្ទាប់ពីយើងមើលពីរបៀបនៅក្នុងការលក់ហើយយើងចូលទៅដល់របៀបនៅក្នុងការមើលទិន្នន័យលក់ប្រចាំថ្ងៃម្ដងក្នុងជាមួយនឹងការមើលរបាយការណ៍លក់បងអាចចុចទៅលើ track 3នឹងមកបន្ទាប់មកទៀតបងចូលមកកាន់ journal ចាអញ្ចឹងនៅត្រង់កន្លែងនេះវានឹងបង្ហាញពីទិន្នន័យលក់ប្រចាំថ្ងៃរបស់យើងហើយឬក៏បងអាចចុច select ទៅលើពាក្យនេះចាំពី today ហ្នឹងទៅដោយបងអាចជ្រើសរើសថ្ងៃណាមួយដែលបងចង់មើលបានដូចគ្នាឬក៏បងចង់ custom មើលនៅថ្ងៃណាដល់ថ្ងៃណាក៏បានដូចគ្នាផងដែរចាប៉ុន្តែចង់បញ្ជាក់បងដែរតើតើជាមួយនឹងកន្លែងហ្នឹងទិន្នន័យយើងទុកបានតែចំនួន15ថ្ងៃទេអញ្ចឹងក្រោយ15ថ្ងៃទិន្នន័យទាំងអស់នឹង clear ចេញពី tablet ហើយប៉ុន្តែបងក៏មានជាការព្រួយបារម្ភដោយសារតើតើជាមួយនឹងទិន្នន័យយើងត្រូវបានរុញចូលទៅកាន់ server ដើម្បីរក្សាទុកហើយអញ្ចឹងអត់មានការបាត់បង់ទិន្នន័យរបស់បងទេអូខេអញ្ចឹងយើងមានកន្លែង section receipt ដែលបងអាចមើលដឹងពី detail នៃ receipt ដែលបងលក់បានហ្នឹងថាលក់បានម៉ឺនុយណាខ្លះអីចឹងទៅចាអញ្ចឹងបងគ្រាន់តែចុចទៅលើរូបពណ៌ក្រហមនេះមកប៊ូតុងក្រហមនឹងមកអញ្ចឹងបងនឹងឃើញថា receipt ហ្នឹងលក់បានម៉ឺនុយខ្លះហើយចំនួនម៉ែនហើយទទួលបានទឹកប្រាក់ចំនួនម៉ែនដូចគ្នាអូខេហើយមួយវិញទៀតយើងមាន payment ដែលបងអាចដឹងថាបងទទួលបានទឹកប្រាក់តាមរយៈ FA ចំនួនម៉ែនតាមរយៈ cash ចំនួនម៉ែនអញ្ចឹងទៅតាមអីដែលបង select ជាក់ស្ដែងនៅពេលដែលបងmake order ហ្នឹងចាហើយយើងក៏មាន product នៅគ្នាដែលបងអាចដឹងថាថ្ងៃហ្នឹងបងលក់បាន product អីខ្លះហើយមានចំនួនប្រមាណទទួលបានទឹកប្រាក់ចំនួនម៉ែនដូចគ្នាដែរហើយយើងក៏ដឹងពី status នៃការ print របស់បងដូចគ្នាដែលបងអាចដឹងថា receipt ហ្នឹងបាន print ចេញអត់ឬក៏អត់ print ចេញអញ្ចឹងទៅបន្ទាប់មកទៀតយើងចូលទៅដល់ប៊ូតុងនៅខាងក្រោមចំពោះប៊ូតុងនៅខាងក្រោមនេះយើងមានប៊ូតុង Ticket X ជាមួយនឹង Ticket Z ចាអញ្ចឹងតើតើជាមួយនឹងប៊ូតុងនឹងដែរគឺជាប៊ូតុងសម្រាប់មើលនៅ report ជាអាចនិយាយបានថាជាទម្រង់សរុបនៅក្នុងកញ្ចប់តែមួយហ្មងចាអញ្ចឹងចំពោះពីហ្នឹងទិន្នន័យវាដូចគ្នាទេទម្រង់អីដូចគ្នាគ្រាន់តែថាវាមានលក្ខណៈខុសគ្នាបន្តិចគ្រាន់តែថា Ticket X នេះយើងមើលកំឡុងពេលដែលយើង open shift ហ្នឹងមានន័យថាកំឡុងពេលយើងលក់ហ្នឹងតែតើតើជាមួយនឹង Ticket Z វិញ
dương mơ nơi cùng lòng pe đại dương bạn bật ven hói dạ dương bạn bật ven hói dương chọn mơ tin này sờ rọc ประจำ ថ្ងៃ របស់ យើង នឹង មក ចា ចឹង ឥឡូវ ខ្ញុំ បង្ហាញ បង ពី ticket X បង អាច ចុច ទៅ លើ ប៊ូតុង នឹង មក បន្ទាប់ មក ទៀត បង អាច ចុច ទៅ លើ option នេះ ហើយ បង select បាន ទៅ លើ option start of the day ឬក៏ start of the shift ហ្នឹង ទៅ ខ្ញុំសូមយក start of the day ហើយយើងមានជា general ជាមួយនឹង detail អញ្ចឹងតើតោងជាមួយនឹងចំណុចពីរហ្នឹងgeneral វានឹងបង្ហាញតែពីចំនួន invoice ដែលលោកបានចំនួន product ដែលលោកបានហើយចំនួនទឹកប្រាក់អីទេប៉ុន្តែបើ detail បងនឹងអាចដឹងថាថ្ងៃហ្នឹងបងលោកបានមនុយអីខ្លះហើយមានចំនួនប៉ុន្មានដូចគ្នាចាអញ្ចឹងឥឡូវសូមបង្ហាញជា detail ហើយបងអាចចុច preview ឬក៏ print តាមនឹងចឹងទៅចាអញ្ចឹងពេលដែលចូលមកដល់ticket X នេះបងអាចឃើញថាចំនួន invoice លោកបានប៉ុន្មាន amount ទឹកប្រាក់ទទួលបានប៉ុន្មានទៅតាមជាក់ស្ដែងនៅត្រង់កន្លែងនេះហើយយើងក៏មានជាឈ្មោះមនុស្សដែលលោកបានចាហើយយើងក៏មានជា payment split ដូចគ្នាដែរចាអញ្ចឹងតើតងជាមួយនឹង ticket X យើងមានប៉ុណ្ណឹងបន្ទាប់មកទៀតបងនឹងបង្ហាញបងពីរបៀបនៅក្នុងការបិទវេនប្រចាំថ្ងៃអញ្ចឹងបានន័យថាពេលដែលបងលក់ពីព្រឹកល្ងាចឡើងបងដល់ម៉ោងបិទវេនហ្នឹងបងអាចចុចទៅលើប៊ូតុង close shift នៅក្នុង channel នេះផ្ទាល់បានដូចគ្នាដែលបងចុច close shift មកបន្ទាប់មកទៀតនៅកន្លែងនេះsystem វាទាមទារឲ្យយើងបានបញ្ចូលនៅ actual card បានន័យថាលុយដែលយើងរាប់ឃើញនៅក្រៅជាក់ស្ដែងនឹងឥឡូវហ្នឹងមានចំនួនប៉ុន្មានចាអញ្ចឹងសូមបញ្ជាក់អានឹងយើងដាក់បញ្ចូលតែលុយក្រៅដែលបងរាប់ឃើញជាក់ស្ដែងទេឧទាហរណ៍ថាខ្ញុំរាប់ឃើញជាក់ស្ដែងលុយក្រៅហ្នឹងចំនួន$50ចឹងចុច50ហើយដាក់ save ចាអញ្ចឹងវានឹងមានជា shift summary ដែលអាចឲ្យយើងដឹងថាអូខេឥឡូវហ្នឹងយើងមានstarting cash ចំនួនប៉ុណ្ណេះហើយ cash in cash out ចំនួនប៉ុណ្ណេះចឹងទៅហើយយើងមានค่า payment នេះបានន័យថាទឹកប្រាក់ដែលយើងលក់បាននៅក្នុង system ហ្នឹងចំនួនប៉ុណ្ណេះដល់ពេលវាសរុបចូលគ្នាគួរតែទទួលបានទឹកប្រាក់ប៉ុណ្នេះចា expected cash ហ្នឹង$42ប៉ុន្តែស្រាប់តែខាងបងវាយបញ្ចូល actual cash $50អញ្ចឹង difference ហ្នឹងវាឃើញពីភាពខុសគ្នាហ្នឹងហើយអូខេអញ្ចឹងបងអាចទៅ recount វាវិញបាន42ត្រឹមត្រូវវិញចឹងទៅអូខេអញ្ចឹងវាចេញ difference សោះបានន័យថាតន័យយើងត្រឹមត្រូវហើយជាងយើងចុច close shift មកជាងរួចរាល់ជាការស្រេចទេអូខេបងអញ្ចឹងបន្ទាប់ពីយើងបានclose shift ហើយរួចរាល់យើងអាចទៅមើលនៅ report ticket set បានហើយចាអញ្ចឹងតើតោងជាមួយនឹងកន្លែងហ្នឹងដែរបងគ្រាន់ចុចទៅលើប៊ូតុង ticket set មកបន្ទាប់មកទៀតបងជ្រើសរើសថ្ងៃដែលបងចង់មើលអញ្ចឹងទៅឧទាហរណ៍ថ្ងៃនោះផ្ទាល់ហើយបងជ្រើសរើសយកវេណាមួយដែលបងចង់មើលអញ្ចឹងទៅហើយបងអាច select ជា general ឬក៏ detail ដូចជាមួយនឹង ticket X របស់យើងដែរហើយអាចចុច preview ដើម្បីមើលបានចាអញ្ចឹងដោយបងបញ្ជាក់មុននឹងអញ្ចឹងតើតោងជាមួយនឹងទិន្នន័យវាតម្រង់ដូចគ្នាជាមួយនឹង ticket X ដែរទេចាអូខេចាអញ្ចឹងដូចគ្នាផងដែរបងក៏ឃើញមានប៊ូតុង export report excel តើតោងជាមួយនឹងប៊ូតុងនឹងដែរយើងអាចទាញយកនៅទិន្នន័យលក់របស់យើងបានដូចគ្នាដោយអត់មានអីខុសពី ticket X ជាមួយនឹង ticket set ទេតម្រង់វាតែមួយគ្រាន់តែថាតើតោងជាមួយនឹងប៊ូតុង export report ហ្នឹងយើងអាចទាញយកទិន្នន័យនៅថ្ងៃណាក៏បានដែរចាមិនថាមួយខែមុនឬក៏កំឡុងពេលណាមួយក៏បានដូចគ្នាតែតើតោងជាមួយនឹងប៊ូតុង ticket X ticket set វិញយើងមើលបានតែកំឡុង15ថ្ងៃទេអូខេដូចគ្នាផងដែរយើងក៏មាននៅប៊ូតុង cash in cash out សម្រាប់យើងដកដាក់លុយទៅយើងចង់វាយបញ្ចូលឲ្យ system កញ្ញាអញ្ចឹងបងអាច select ទៅលើកន្លែងហ្នឹងដើម្បី cash in ឬក៏ cash out បានដូចគ្នាដែរចាអញ្ចឹងតើតោងជាមួយនឹងការមើលទិន្នន័យបងមានតែប៉ុណ្្នឹងទេដូច្នេះតើតោងជាមួយនឹងការបង្ហាញពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងអាជីវកម្ម Yinding បានមកដល់ទីបញ្ចប់ហើយសូមអរគុណទៅដល់បងប្អូនទាំងអស់គ្នាដែលបានចំណាយពេលនៅក្នុងការរៀនសូត្រក៏ដូចជាទស្សនាពីដើមដល់ចប់ដូច្នេះនៅក្នុងករណីដែលបងប្អូនមានចម្ងល់អ្វីបន្ថែមតើតោងជាមួយនឹងការប្រើប្រាស់អាចតោងនៅក្នុង group Telegram បានយើងមានក្រុមការងារចាំផ្សាយសម្រាប់បងប្អូនជារៀងរាល់ថ្ងៃពីម៉ោង 9 ព្រឹកដល់ម៉ោង 10 យប់សូមអរគុណនិងជម្រាបលា